ณะกรรมการជាតិរៀបចំការបោះឆ្នោតទុកពេលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះចាគឺអត្តសញ្ញាណប័ណ្ណកាលពីឆ្នាំ2016ក៏ដូចជាមុនឆ្នាំ2016ចាគឺសូមមកធ្វើនៅជាមៀតបច្ចុប្បន្នភាពដើម្បីបញ្ជាក់នៅស្នាមក្រយៅដៃក៏ដូចជាថតរូបជាថ្មីចាគឺដើម្បីងាយស្រួលនៅក្នុងដំណើរការនៃការបោះឆ្នោតសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅធ្វើជាមៀតឬបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មីចាគឺនៅតាមសាលាឃុំសង្កាត់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី1ឧសភាដល់ថ្ងៃទី26នៅក្នុងនោះចាគឺមន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោតប្រចាំសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅធ្វើជាមៀតបញ្ជីឈ្មោះបោះឆ្នោតថ្មីឲ្យបានរុះរាន់ក្នុងរយៈពេល26ថ្ងៃនេះមន្ត្រីកចបឬការិយាល័យចុះឈ្មោះបោះឆ្នោតចាគឺនឹងធ្វើជូនដល់ប្រជាពលរដ្ឋដោយមិនមានថ្ងៃឈប់សម្រាកនោះឡើយបូករួមទាំងថ្ងៃសៅរ៍អាទិត្យនិងថ្ងៃបុណ្យទានផ្សេងៗបើតាមការឲ្យដឹងមកកម្មវិធីបយ័នព្រឹកនេះលោកពៅសុផាតប្រធានការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរុះរាន់នាំគ្នាមកធ្វើជាមៀតឬក៏បច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មីឲ្យបានទាន់ពេលវេលាដោយចាប់រាប់ពីពេលនេះតទៅនៅសល់តែ10ថ្ងៃទៀតប៉ុណ្ណោះចាគឺគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទាំងអស់ចាគឺនឹងត្រូវបិទបញ្ចប់ហើយនៅពេលដែលបងប្អូនអញ្ជើញមកធ្វើគឺត្រូវភ្ជាប់មកជាមួយនៅអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពសូមជម្រាបជូនបងប្អូនជាពលរដ្ឋទាំងអស់ថាការិយាល័យចុះឈ្មោះបោះឆ្នោតធ្វើការរៀងរាល់ថ្ងៃអត់ដោយអត់គិតថ្ងៃបុណ្យឬក៏ថ្ងៃឈប់សម្រាកឬក៏ថ្ងៃអាទិត្យទេចាំទទួលការចុះឈ្មោះបោះឆ្នោតនិងការធ្វើជាមៀតជូនប្រជាពលរដ្ឋទាំងអស់ចាប់ពីថ្ងៃទី1ខែឧសភាឆ្នាំ2025រហូតដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025វេលាម៉ោង 5:30 នាទីការិយាល័យចុះឈ្មោះបោះឆ្នោតនឹងធ្វើការបិទសម្រាប់ការចុះឈ្មោះប្រចាំឆ្នាំ2025ហើយក្នុងនោះសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតអញ្ជើញមកពិនិត្យបញ្ជីឈ្មោះនិងធ្វើជីវមៀតឲ្យបានច្រើនគិតមកដល់ថ្ងៃនេះការចុះឈ្មោះបោះឆ្នោតនិងបណ្ឌិតបញ្ជីឈ្មោះបោះឆ្នោតយើងនៅសល់រយៈពេលតែ12ថ្ងៃទៀតទេអញ្ចឹងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញមកច្រើនតាមពេលកំណត់គឺពេលព្រឹកចាប់ពីម៉ោង 7:00 ដល់ម៉ោង 11:30 ពេលរសៀលចាប់ពីម៉ោង 2 ដល់ម៉ោង 5:30 នាទីសូមបញ្ជាក់បន្ថែមទៀតថាពីថ្ងៃទី1ដល់ថ្ងៃទី26នេះការិយាល័យបោះឆ្នោតគ្មានបិទថ្ងៃណាទេថ្ងៃបុណ្យថ្ងៃអាទិត្យឬក៏ថ្ងៃឈប់សម្រាកអីផ្សេងទៀតក៏អត់ឈប់ដែរអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកតាមការកំណត់របស់កចបបាទហើយអ្នកដែលមកចាំបាច់ទី1សម័យខ្លួនមកជាមួយដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពផ្លាស់ដូរទីលំនៅដែលចង់ផ្ទេរការបោះឆ្នោតមកបើសិនជាអត្តសញ្ញាណប័ណ្ណគាត់នៅក្រៅឃុំសង្កាត់សូមភ្ជាប់ជាមួយនៅសិភៅថ្នាក់នៅឬក៏សិភៅគ្រួសារដែលមានទីសំណាក់នៅសង្កាត់ដែលយើងត្រូវការចុះឈ្មោះបោះឆ្នោតដូច្នេះសូមប្រជាពលរដ្ឋទាំងអស់រុះរាន់មកធ្វើជីវមៀតនិងចុះឈ្មោះថ្មីសម្រាប់អ្នកដែលគ្រប់អាយុហើយនិងអ្នកដែលអត់ទាន់បានចុះចាសសូមបញ្ជាក់ដែរថាវត្តនៅការពីពេលថ្មីនេះឯកឧត្តមប្រាច័ន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថាកជបក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាស់គឺចាប់ពី10ឆ្នាំឡើងទៅត្រូវធ្វើបច្ចុប្បន្នភាពជាមៀតឡើងវិញមានន័យថាប្រជាពលរដ្ឋដែលបានចូលឈ្មោះបោះឆ្នោតក្នុងកំឡុងឆ្នាំ2016គឺមានរយៈពេល10ឆ្នាំចាស់គឺរួចមកហើយអ្វីនឹងប្រែប្រួលគឺមានមុខក៏ដូចជាក្រយៅដៃចាស់គឺខ្ចៅដៃដូចនេះហើយសូមអញ្ជើញប្រជាពលរដ្ឋជាង6លាននាក់នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសទៅធ្វើបច្ចុប្បន្នភាពជាមៀតដើម្បីទទួលបានមុខថ្មីនិងខ្ចៅដៃថ្មីសម្រាប់ភាពងាយស្រួលនៅក្នុងការបោះឆ្នោតឆ្នាំ2027-2028ចាររយៈពេល10ឆ្នាំគឺយូរអញ្ចឹងដោយសារតែសម័យកាលបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះបងប្អូនខ្លះក៏គាត់កែមុខកែមាត់ធ្វើចំហអីចឹងទៅអញ្ចឹងធ្វើឲ្យទម្រង់មុខមាត់គាត់នឹងផ្លាស់ប្ដូរថ្មីអញ្ចឹងនេះក៏ជាចំណែកមួយល្អដែរដែលមានការធ្វើដែលកចបក៏ដូចជាអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនឹងធ្វើជាមៀតបច្ចុប្បន្នភាពឡើងវិញដើម្បីងាយស្រួលនៅក្នុងដំណើរការបោះឆ្នោត